Được sư cũ cho bạn man sinh hốt mau bịក្រុម SU30 នៅថ្ងៃនេះយើងធ្វើវីដេអូបង្ហាញអំពី user management requirement ដំបូងនេះយើងចូលមក check មើល user របស់យើងប្រើ command whoami បន្តមកទៀតយើងប្រើ pwd សម្រាប់ check មើល directory បន្តមកទៀតយើងប្រើ command មួយទៀតដើម្បី add user ដែលនៅក្នុងនោះមាន directory និង script យើងប្រើ sudo add user add độ ấmហ្នឹងតំណាងឲ្យ directory độ s បានន័យថា script តោះមកយើង /bin/bash តោះមកយើងដាក់ username របស់យើងមកយើងបង្កើតបានហើយ user ហ្នឹងបានន័យថា user ហ្នឹងអត់មាន password ទេអញ្ចឹងយើង update password ទៅឲ្យ user ហ្នឹងយើងប្រើ command sudo passwd តោះមកយើងវាយ username នឹងចូលមកតោះមកទៀតយើងដាក់ password ឲ្យវានៅពេលដែលយើងដាក់ password បានហើយយើងធ្វើការ login ទៅចូលទៅកាន់ user ហ្នឹងតែប្រើ command su ដកមកតោះមក username របស់យើងតោះមកយើងវាយ password បញ្ចូលពេលដែលយើងធ្វើការ login ចូលហើយយើងប្រើ command whoami មកដើម្បី check មើល user ហ្នឹងចឹងបានន័យថានេះជា user ដែលយើងបានបង្កើតមិញហ្នឹងតោះមកទៀតយើង check មើល directory pwd តោះមកយើងបង្កើត folder ឬក៏ list content ចូលទៅកាន់ user ហ្នឹងមកយើងប្រើ mkdir បន្ទាប់មកទៀតយើងប្រើ command មួយទៀត ls មកដើម្បីបង្ហាញនេះដែលយើងបានបង្កើតហ្នឹងចាំបានថាយើងបង្កើត content ឬ folder អីមួយទៅកាន់ user ហ្នឹងហើយតមកទៀតយើង exit ទៅកាន់ user ដើមរបស់យើងវិញ exit តមកយើងប្រើ command មួយទៀតដើម្បីសម្រាប់ check មើល user ដែលយើងបានបង្កើត cat /etc/passwd ចឹងបានន័យថានេះជា user ដែលយើងបានបង្កើតមិញហ្នឹងវីដេអូយើងមានតែប៉ុណ្្នឹងនេះអរគុណលោកគ្រូដែលបានមើលវីដេអូហ្នឹងដែរ